បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារដូវវស្សាមិនទាន់នឹងចាប់ផ្ដើមមកដល់ស្រួលបួលផងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមគឺបានជួបប្រទះនឹងការធ្លាក់ភ្លៀងយ៉ាងខ្លាំងមួយមេនៅក្នុងរយៈពេល8ឆ្នាំកន្លងមកនេះបាទទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមត្រូវបានរាយការណ៍ថាកាលពីថ្ងៃសៅរ៍ត្រូវបានទឹកជន់លិចក្រោយពេលដែលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងប្រមាណជា230មីលីម៉ែត្រនៅក្នុងរយៈពេលត្រឹមតែ90នាទីប៉ុណ្ណោះដែលនេះគឺជាការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុតមួយនៅក្នុងរយៈពេលជិត10ឆ្នាំកន្លងមកនេះខណៈពេលដែលខេត្តជិតខាងនៃទីក្រុងមួយចំនួនទៀតក៏បានជួបប្រទះនឹងខ្យល់ព្យុះដ៏ខ្លាំងក្លារួមជាមួយនឹងទឹកភ្លៀងដ៏ខ្លាំងនេះផងដែរភ្លៀងបានធ្លាក់នៅក្នុងទីក្រុងហូជីមិញប្រហែលកំឡុងពេលម៉ោង6ព្រឹកនិងគ្របដណ្ដប់ទៅលើទីក្រុងមួយចំនួនផ្សេងទៀតនៅជិតៗនោះដូចជាទីក្រុងធូដុកទីក្រុងបាំងថានទីក្រុងខូរ៉ាប់និងទីក្រុងជិតខាងដទៃមួយចំនួនទៀតដែលមេឃមានស្ថានភាពខ្មៅអ៊ូអាប់និងមានពពកយ៉ាងក្រាស់លាយឡំជាមួយនឹងខ្យល់និងផ្គររន្ទះយ៉ាងខ្លាំងផងដែរបើនៅតាមបណ្ដោយដងផ្លូវជាច្រើននៅក្នុងទីក្រុងត្រូវបានទឹកជន់លិចចំណែកឯយានយន្តក៏ដូចជាកង់ម៉ូតូផ្សេងៗក៏ត្រូវបានលិចយ៉ាងជ្រៅផងដែរដោយសារតែទឹកជំនន់បានលិចចូលទៅក្នុងទីក្រុងយ៉ាងជ្រៅនៅតំបន់ទំនាបគឺទឹកបានលិចទៅដល់កែបម៉ូតូឯណោះដែលនេះបានធ្វើឲ្យយានយន្តជាច្រើនកកស្ទះនៅលើដងផ្លូវដោយមិនអាចធ្វើដំណើរទៅមុខរួចនិងធ្វើឲ្យចរាចរណ៍ជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅតាមផ្លូវដែលត្រូវទឹកលិចជ្រៅពេកចំណែកនៅក្នុងហាងផ្សេងៗក៏ដូចជានៅក្នុងផ្ទះប្រជាពលរដ្ឋដែលនៅជាប់នឹងដងផ្លូវក៏ដូចជាទីទំនាបប្រជាពលរដ្ឋបានប្រញាប់ប្រញាល់រកអ្វីផ្សេងៗដើម្បីមកទប់ស្កាត់ក៏ដូចជាការពារទឹកដើម្បីកុំឲ្យហូរចូលទៅក្នុងផ្ទះឬក៏តូបលក់អីវ៉ាន់របស់ពួកគេដែលអាចបណ្ដាលឲ្យមានការខូចខាតជាច្រើនផងដែរចំណែកឯអ្នកលក់ដូរនៅតាមដងផ្លូវមួយចំនួនក៏ត្រូវបានទឹកលិចចូលនៅក្នុងតូបឬក៏ហាងរបស់ពួកគេហើយបានធ្វើឲ្យអីវ៉ាន់មួយចំនួនខូចខាតជាច្រើនផងដែរបើតាមលោកលីដេញកុកញ៉េតអ្នកជំនាញនៅមជ្ឈមណ្ឌលអាកាសធាតុភាគខាងត្បូងរបស់ប្រទេសវៀតណាមបានប្រាប់ថាក្នុងរយៈពេល10ឆ្នាំកន្លងមកនេះភ្លៀងមួយមេនេះគឺជាភ្លៀងដ៏ខ្លាំងក្លាបំផុតមួយដែលមិនមែនជាទឹកភ្លៀងដែលបណ្ដាលមកពីព្យុះអ្វីនោះឡើយប៉ុន្តែវាគឺជាការធ្លាក់ភ្លៀងយ៉ាងខ្លាំងមួយដែលវៀតណាមទើបតែជួបប្រទះនៅក្នុងឆ្នាំនេះដើមរដូវវស្សានេះទីក្រុងភាគខាងត្បូងគឺបានជួបប្រទះនៅការធ្លាក់ភ្លៀងកម្រិតត្រឹមតែ200មីលីម៉ែត្រប៉ុណ្ណោះគឺនៅពេលដែលការធ្លាក់ភ្លៀងមួយដែលឲ្យឈ្មោះថា Yusaki នៅក្នុងខែវិច្ឆិកាឆ្នាំ2008ហើយលើកនេះគឺជាការធ្លាក់ភ្លៀងដ៏ខ្លាំងមួយបើធៀបទៅនឹងឆ្នាំនោះភ្នាក់ងារអាកាសធាតុរបស់វៀតណាមដែលមានឈ្មោះថាតានសុនហូដែលស្ថិតនៅក្នុងតំបន់តានបិញបានកត់ត្រានៅចំណុះនៃបរិមាណទឹកភ្លៀងកម្រិត100មីលីម៉ែត្រក្នុងរយៈពេល24ម៉ោងតែមានតែ19ដងប៉ុណ្ណោះពីឆ្នាំ1978មកដល់ឆ្នាំ2024ហើយនៅក្នុងឆ្នាំ2025នេះគឺជាការធ្លាក់ភ្លៀងដ៏ខ្លាំងមួយផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ក៏ដូចជាដែលគួរឲ្យកត់សម្គាល់នៅក្នុងចំណោមនោះគឺមាន5ឆ្នាំដែលមានចំណុះទឹកភ្លៀងលើសពី150មីលីម៉ែត្រស្រុកគូជីបានជួបការធ្លាក់ភ្លៀងកម្រិតខ្ពស់រហូតដល់230មីលីម៉ែត្រដែលត្រូវបានកត់ត្រាទុកថាជាករណីគួរឲ្យកត់សម្គាល់និងជាករណីដែលមានទឹកភ្លៀងកម្រិតខ្ពស់បំផុតមួយផងដែរនៅពេលនោះនៅក្នុងខេត្តជិតខាងមួយចំនួននៃទីក្រុងហូជីមិញដូចជាខេត្តធុនអានខេត្តបេងតុងតាមផ្លូវជាតិលេខ13ត្រូវបានទឹកជន់លិចយ៉ាងខ្ពស់កម្រិតទៅដល់ជាង1ម៉ែត្រឯណោះមន្ត្រីមូលដ្ឋានក៏បានធ្វើការត្រួតពិនិត្យនៅតាមតំបន់ទីជនបទដាច់ស្រយាលនានាដែលអាចប្រឈមនឹងហានិភ័យដែលមានប្រជាជនដែលអាចរស់នៅក្នុងតំបន់ទីទំនាបហើយពួកគេអាចជួបប្រទះទៅនឹងបញ្ហាទឹកជំនន់រដ្ឋាភិបាលក៏បានបញ្ជូនក្រុមជំនួយឲ្យទៅជួយពួកគេដើម្បីធ្វើការជួយទៅដល់មនុស្សចាស់ជរាជនពិការនិងកុមារហើយអាចជួយប្រមូលយកទ្រព្យសម្បត្តិរបស់ពួកគេសំខាន់គុំពីទីកន្លែងដែលប្រឈមនឹងការលិចទឹកផងដែរដើម្បីនាំពួកគេទៅកាន់ទីតាំងសុវត្ថិភាពនៅលើដងផ្លូវជាច្រើនផងដែរបង្គោលភ្លើងក៏ដូចជាស្លាកសញ្ញាមួយចំនួនទាំងប៉ាណូផ្សេងៗក៏បានបាក់ដួលរលំនៅតាមដងផ្លូវដោយសារតែមានខ្យល់បោកបក់យ៉ាងខ្លាំងរថយន្តនិងម៉ូតូជាច្រើនបានឈប់នៅក្នុងទឹកនៅលើដងផ្លូវដោយសារតែបានលិចអស់ហើយដងផ្លូវនៅតំបន់ទីក្រុងក្បែរនោះដែលបង្ខំឲ្យអ្នកបើកបរមួយចំនួនត្រូវបានទុករថយន្តក៏ដូចជាម៉ូតូរបស់ពួកគេនៅលើដងផ្លូវចោលហើយរត់ទៅកាន់កន្លែងសុវត្ថិភាពជាបណ្ដោះអាសន្នសិនដោយសារតែទឹកលិចជ្រៅពេក
ពួកគេមិនអាចនៅក្នុងរថយន្តឬក៏នៅលើម៉ូតូរបស់ពួកគេបាននោះទេទីតាំងសំខាន់ៗជាច្រើនទៀតនៅជុំវិញនោះដូចជាតំបន់សុយឡូអូតំបន់សុយសៀបតំបន់តាន់ដងហាប់ប៊ីថាញ់និងប៊ីងអានគឺត្រូវបានទឹកហូរចូលនិងជន់លិចយ៉ាងខ្លាំងផងដែរដែលបានធ្វើឲ្យរំខានទៅដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈនិងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ទាំងនោះអាជ្ញាធរមូលដ្ឋានបានធ្វើការយ៉ាងឆាប់រហ័សនៅក្នុងការជម្លៀសគ្រួសារដែលរស់នៅក្នុងតំបន់ទីទាបដែលអាចប្រឈមនឹងការលិចខ្លាំងឲ្យទៅកាន់ទីតាំងដែលមានសុវត្ថិភាពបាទបងប្អូនទាំងអស់គ្នានេះគឺជាករណីភ្លៀងមួយមេយ៉ាងខ្លាំងនៅឯប្រទេសវៀតណាមបានធ្វើឲ្យទឹកជន់លិចតំបន់មួយចំនួនក៏ដូចជាទីក្រុងធំទី2របស់វៀតណាមគឺទីក្រុងហូជីមិញមិនត្រឹមតែប៉ុណ្ណោះទេប្រទេសថៃក៏ដូចជាកម្ពុជាយើងក៏មានទឹកលិចដែរនៅឯទីក្រុងប៉ោយប៉ែតជិតប្រទេសថៃចំណែកឯថៃគឺបានលិចជន់លិចទីក្រុងបាងកកបាទអញ្ចឹងរដូវវស្សាបានចាប់ផ្ដើមចូលមកដល់ហើយភ្លៀងធ្លាក់ក៏មានលាយឡំជាមួយនឹងផ្គររន្ទះខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងដែរដូច្នេះសូមបងប្អូនថែរក្សាសុខសុវត្ថិភាពជាពិសេសនៅពេលធ្វើដំណើរតាមដងផ្លូវសូមប្រយ័ត្នប្រយែងជាមួយនឹងការបាក់រលំនៅផ្ទាំងប៉ាណូក៏ដូចជាដើមឈើធំនៅពេលដែលមានខ្យល់បោកបក់ខ្លាំងបាទអញ្ចឹងថ្ងៃនេះបងប្អូនគឺមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត